Bông trơn tăng ốc mán hát bông bây giờ bây giờ sang tập hát tại nó dân đặt ở phòng ăn toàn nạ cao sân này ở đó bạn mặc khốp ấy bà sẽ thông ca phở nhưng mà xây lia chởn một đi sẽ thông xà thiết chừng ngư đi co liên sật ấy nó như là thời thai với miền xẹp bà mình phở 80 năm pol bàn cha việc xu công mai bông bông là ngày đấy ngày tì và thay buôn là ngày mà đó tập bay khách tập trung chám sập sân tròn bông và bông chi còn thì còn những nhóm mối chăng còn thì chân chăng và do ở cái sự này này dương nghiệp trong tờ lẽ đấy ngày tì mà phơi buôn khai đọc môi năm pipon mà phơi pramกรมการងាររបស់ក្រុមហ៊ុន VKSN បានយកប្រភេទថ្នាំបាញ់លើដំណាំស្វាយចន្ទីនៅក្នុងឆ្នាំ2025នេះមកឲ្យបងដែលជាអតិថិជនយើងកាលពីឆ្នាំទៅបងគាត់កំង N ចំនួន20កេសជាង D ចំនួន40កេសជាងបងប្អូនដើម្បីយកមកបាញ់នៅរដូវឆ្នាំ2025នេះតាមដងបន្ទាប់ពីគាត់ជំរុះរួចបងប្អូនក៏ប្រើផលិតផលរបស់ក្រុមហ៊ុន VKSN នេះគឺជាឆ្នាំទី2នៃការប្រើប្រាស់របស់បងបានផលមិនមិនតែលឺភ្លាមរំភើបបងយកមកឲ្យបងចកាបងច្រើនទាំងអស់ប្រហែលហាត់បង330ហាត់តែនេះយើងដាក់ប្រើប្រហែលតំណាការសិននេះអត់ទាន់ដាក់មកគ្រប់ទេណានេះបាញ់បាន2វគ្គទេបាទបាញ់ក៏ដល់ចាំ2ទុំចាអានេះយើងដល់ពេលទៅត្រឹមនេះបាទឆ្នាំទៅយើងយក3វគ្គដែរដាក់ឲ្យល្អបន្តគ្នាស្នាបាទយើងបែបស្នាបាទតើតោងការប្រើយើងអត់សូវលាយច្រើនមុខទេតើតោងសារធាតុជំងឺឬក៏លាងសិតអីហ្នឹងយើងអត់ត្រូវថែមវាមានស្រាប់វាស្រួលអត់មានបាក់ចាំពេញឆ្នាំជំងឺឆ្នាំអីលាយបាទគាត់ដាក់ឲ្យលាយជាមួយឆ្នាំពុលយើងប្រើតាមមួយឆ្នាំពុលបានយើងបាញ់បានបាទទៅដាក់ឆ្នាំតែនេះទៅបានឥឡូវក្រុមការងារយើងកំពុងតែលើកទម្លាក់ជូនបងនៅទឹកដីខេត្តកំពង់ចាមនៅនេះគេហៅភូមិអីបងភូមិអីប៉ុន្តែចកាបងនៅតំបន់ណាវិញខាងស្រុកប្រាសាទប្រឡាក់នៅស្រុកបន្ទុកបាទបងស្រុកបន្ទុកពីកន្លែងបាទកន្លែងស្រុកបន្ទុកពីកន្លែងតាមប្រឡាក់កន្លែងបាទបងមកយើងលើកតលាក់មកឡានពេញតាក់ទងជាមួយនឹងប្រសិទ្ធភាពគុណភាពបងជឿជាក់លើផលិតផលរបស់ក្រុមហ៊ុន VKSN តាក់ទងជាមួយនឹងចកាចំនួនចការបស់គាត់ជាង300ហិកតាបងប្អូនច្រើនទឹកដីគេស្ថានដែលយើងទម្លាក់ហ្នឹងនៅក្នុងស្រុកស្ទឹងត្រង់ប៉ុន្តែទីតាំងចំការនៅក្នុងស្រុកប្រាសាទបលាំងខេត្តកំពង់ធំឯនោះបងប្អូននេះបើសិនជាបងប្អូននៅតំបន់នេះអាចស្គាល់បងហ្នឹងចាស់ចំការតាមដានរឿងរាប់សិបវីដេអូមកសម្រាប់ចិត្តទិញចាអតិថិជនយូរចាំយូរហើយគាត់ថាសួរបច្ចេកទេសតាមស្នាប្រហែលជាតាមខ្ញុំចាំបានប្រហែលជាខ្ទង់មួយខែបានសម្រាប់ចិត្តថាតលាក់ថ្នាំឲ្យប្រើចេះតែមិនចេះមកផ្លែចប់ចិត្តម៉ោងដឹងដូចយើងទៅតលាក់ស្ដារស៊ូមួយទៅថាដើម្បីហប់ពីមុនអញ្ចឹងចូលទៅដល់ក៏ធ្លាប់ប្រើជីយើងតាំងពីយូរហ្នឹងគេស៊ូគាត់ដល់បច្ចេកតងជាមួយនឹងប្រសិទ្ធភាពគុណភាពលក់បទពិសោធន៍លក់បច្ចេកទេសលក់ទំនុកចិត្តបងប្អូនម្យ៉ាងវិញទៀតបងប្អូនផលិតផលរបស់ខ្មែរចរាចរណ៍ចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន VKSN រយៈពេល6ឆ្នាំមកហើយចូលរួមជាមួយប្រជាកសិករដើម្បីអភិវឌ្ឍកសិកម្មកម្ពុជា